ในtin rương Preng Khmer เรื่องปราสาทអង្គរវត្តកាលពីពុទ្ធសករាជ600មានចិនម្នាក់ឈ្មោះថាលឹមសេងនៅក្នុងខេត្តសៀងហៃលឹមសេងមានអាយុប្រមាណ50ឆ្នាំជាមនុស្សកំសត់ទុរគតណាស់គាត់បានទៅខ្ចីប្រាក់ពីអ្នកជំនួញម្នាក់ចំនួន6ណែនហើយទៅនៅស៊ីឈ្នួលបំរើម្ចាស់បំណុលនោះម្ចាស់បំណុលក៏បានតម្រូវឲ្យគាត់កាប់ឆ្ការព្រៃមួយកន្លែងនៅក្បែរមាត់ទន្លេដើម្បីដាំដំណាំនៅរដូវដែលបុព្វជាតិទាំងឡាយត្រូវតែផ្ការីកលឹមសេងតែងតែបេះផលដំណាំដែលគាត់បានដាំទៅជូនម្ចាស់គាត់ថ្ងៃមួយមានទេពធីតា5អង្គស្ថិតនៅឯប្រាសាទព្រះឥន្ទបានហោះមកដល់នៅក្នុងសួនច្បារតាលឹមសេងក៏ឃើញផ្ការីកស្គុះស្គាយប្រងព្រាតទៅបបួលគ្នាចូលទៅក្នុងសួននោះដេញប្រឡែងគ្នាលេងយ៉ាងសប្បាយពេលនោះមានទេពធីតាមួយអង្គឈ្មោះថាទិព្វសូដាច័ន្ទក៏បានបេះផ្ការបស់តាលឹមសេង6តោព្រោះផ្កានោះល្អមានក្លិនក្រអូបចំណែកឯទេពធីតា4អង្គទៀតបានដើរលេងពាសពេញនៅក្នុងសួនច្បារនោះដែរតែអត់បានកាច់ផ្កាលេងទេលុះត្រឡប់ទៅដល់ឋានសួគ៌វិញទេពធីតាស្លូតត្រង់ក៏បានទទួលព្រះឥន្ទអំពីរឿងទិព្វសូដាច័ន្ទបានលួចបេះផ្កាគេព្រះឥន្ទក៏ទ្រង់សួរនាងទិព្វធីតាច័ន្ទហើយក៏ផ្ដន់ទិសពាទោសឲ្យនាងត្រូវតែចុះទៅឋានកណ្ដាលនៅជាមួយមនុស្សលោកចំនួន6ឆ្នាំនឹងត្រូវធ្វើជាប្រពន្ធតាលឹមសេងនោះនាងទិព្វធីតាច័ន្ទតូចចិត្តថែមទាំងអស់សង្ឃឹមនៅក្នុងជីវិតយ៉ាងខ្លាំងតែទោះជាយ៉ាងណាក៏ដោយក៏នាងហោះចុះមកឋានក្រោមជួបនឹងតាលឹមសេងហើយនាងក៏និយាយប្រាប់តាថាលោកតាខ្ញុំបានលួចបេះផ្កា6តោឥឡូវព្រះឥន្ទបានដាក់ទោសខ្ញុំឲ្យចុះមកធ្វើជាប្រពន្ធតា6ឆ្នាំតាលឹមសេងឆ្លើយថាណែនាងខ្ញុំក្រណាស់ខ្ញុំពុំអាចទទួលនាងមកធ្វើជាប្រពន្ធខ្ញុំបានទេព្រោះចៅហ្វាយរបស់ខ្ញុំចិត្តអាក្រក់ណាស់គាត់ឲ្យបាយខ្ញុំទទួលទានសម្រាប់ម្នាក់ឯងតែប៉ុណ្ណោះនាងឆ្លើយថាមិនអីទេចាំខ្ញុំជួយលោកតាខ្ញុំនឹងបង្រៀនវិជ្ជាសិល្បៈដែលគ្មាននរណាអាចចេះដល់លោកតាបើលោកតាមិនព្រមទទួលខ្ញុំធ្វើជាប្រពន្ធទេតើធ្វើម្ដេចខ្ញុំនឹងបានទទួលទណ្ឌកម្មតាមការវិនិច្ឆ័យរបស់ព្រះឥន្ទសូមលោកតាអាណិតខ្ញុំផងតាលឹមសេងក៏ព្រមទទួលទិព្វសូដាច័ន្ទមកនៅជាមួយនឹងគាត់ពេញចិត្តនឹងនាងទេពធីតានេះណាស់ព្រោះនាងជាស្ត្រីដែលមានរូបសម្បត្តិល្អលើសពីនារីនានាមិនយូរប៉ុន្មានគាត់ក៏មានសេចក្តីស្នេហាលើរូបនាងទិព្វសូដាច័ន្ទកាលបើនាងនៅជាមួយនឹងតាលឹមសេងយូរមកនាងសង្កេតឃើញសេចក្តីលំបាកវេទនារបស់លោកតានិងចិត្តស្មោះត្រង់របស់គាត់ក៏កើតមានចិត្តអាណិតតាជាខ្លាំងទើបនាងសួរតាថាតើលោកតាបានខ្ចីប្រាក់ទេប៉ុន្មានតាក៏ឆ្លើយថា6ណែននាងក៏ប្រាប់ថាអញ្ចឹងសូមលោកតាទៅខ្ចីគេឲ្យបាន4ណែនទៀតមកទើបខ្ញុំបាននៅបម្រើគេក៏ជួយលោកតាផងហើយលុយនោះខ្ញុំនឹងយកមកបម្រើការឲ្យបានជាផលប្រយោជន៍ដ៏ច្រើន
តាលឹមសេងក៏ទៅខ្ចីលុយពីម្ចាស់បំណុលខ្លួនបាន4ណែនទៀតយកមកឲ្យនាងក៏សុំឲ្យតាយកប្រាក់ទាំង4ណែននោះទៅទិញសូត្រយកមកឲ្យនាងតាក៏ដេញបានសូត្រនៅសម្បុកមួយចំនួន20នាលទើបសូដាច័ន្ទក៏វាយសូត្រនោះហើយក៏ត្បាញជាសម្ពុតផ្សេងមានសម្ពុតបាក់រូបស្លឹកឈើរូបសត្វនិងជារូបគំនូរផ្សេងទៀតជាច្រើនរាប់ពុំអស់នាងត្បាញសម្ពុតល្អណាស់ដែរសម័យនោះគ្មាននរណាធ្វើបានដូចជានាងនោះឡើយកាលបើបានសម្ពុតច្រើនហើយនាងក៏ប្រើប្តីនាងឲ្យយកសម្ពុតទាំងនោះទៅជូនចៅហ្វាយខ្លួនអ្នកម្ចាស់បំណុលយកដៃទៅស្ទាបសម្ពុតនោះមានសេចក្តីស្ងោចនៅក្នុងចិត្តក្រៃលែងដោយអំណាចនៃសេចក្តីរីករាយគាត់ក៏បានឲ្យលុយ50ណែនទៅតាព្រមទាំងឈប់ទាប្រាក់ដែរតាបានជំពាក់គាត់ទាំងបានមិនតែប៉ុណ្ណោះម្ចាស់បំណុលបានបញ្ជូនមនុស្សឲ្យទៅរៀនវិញត្បាញសូត្រពីនាងផងដែរត្បិតទឹកសូដាច័ន្ទក៏បានទិញសម្បុកសូត្រសម្បុកដង្កូវនាងជាច្រើនហាលយកមកបង្រៀនដល់អ្នកបម្រើចៅហ្វាយតាឲ្យវាយឲ្យត្បាញរាល់ថ្ងៃមិនយូរប៉ុន្មានតាលឹមសេងក៏ឡើងជាអ្នកម្នាក់មានអំណាចនិងមានគេរាប់អានជាច្រើនជួយប្រឆាំងក្រោយមកនាងក៏បង្កើតបានកូនប្រុសម្នាក់កូននោះក៏រពើណាស់នៅពេលដែលគេចេះវាគេក៏ជីកដីធ្វើជាកំពែងការពារពេលដែលគេចុះអង្គុយមិនតែប៉ុណ្ណោះគេក៏ចេះគូដីលេងជារាងជារូបជាសត្វជារូបមនុស្សគឺថាគេចូលចិត្តគូដីលេងមិនចេះឈប់ឈរគេជាក្មេងពុំចេះនៅស្ងៀមមួយស្រុកបកក្រោយមកអាស្រ័យតាហេតុដូច្នេះទើបម្ដាយក៏ដាក់ឈ្មោះឲ្យកូនថាព្រះវិស្ណុកាលុះកូនប្រុសក៏មានវ័យ5ព្រះវស្សាទឹកសូដាច័ន្ទក៏ត្រូវផុតកំណត់6ឆ្នាំដែលព្រះឥន្ទបានផ្ដន់ទាទោសដែលតម្រូវឲ្យនាងមកធ្វើជាប្រពន្ធតាលឹមសេងដូច្នេះដើម្បីរំលឹករឿងនោះដល់តានាងក៏បេះផ្កាចំនួន6ទងយកទៅដាក់លើខ្នើយដីរួចក៏ហោះទៅកាន់ឋានព្រះឥន្ទវិញលុះដល់ពេលបាយតាលឹមសេងមិនឃើញប្រពន្ធចេញមកបរិភោគក៏ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញផ្កា6ទងដាក់នៅលើខ្នើយក៏យល់នៃមួយរំពេចតាលឹមសេងក៏យំសោកនឹកស្ដាយប្រពន្ធក្មេងដែលចាក់ចេញចោលគាត់ចំណែកឯព្រះវិស្ណុកាវិញក៏រត់ចេញស្រែកបង្គោកហៅម្ដាយលន់លឺរំពងគ្រប់ច្រកល្ហកទាំងអស់គ្រានោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាព្រះបាទព្រះទេសនារាជាទ្រង់ក៏សោយព្រះទីវង្គតទៅព្រះអង្គក៏ឥតមានព្រះរាជបុត្រត្រីមួយអង្គណាដើម្បីសោយរាជស្នងពីព្រះអង្គឡើយព្រះញាតិវង្សព្រះសានវង្សក៏ផុតរលត់ត្រឹមនេះតែគេក៏សង្កេតឃើញនៅសល់តែក្រុងហូនិងក្រៃហូពីរូបតែប៉ុណ្ណោះដែលជាអ្នកជាប់ព្រះលោហិតរបស់ក្សត្រកាលបើដូច្នោះព្រះរាជបុត្របល្ល័ង្កក៏នៅទំនេរផងដែរ
បាទអូខេប្រិមិត្តអត្ថបទរឿងព្រេងនេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទក៏សូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាសម្រាប់អត្ថបទព្រេងនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលានិទានរឿងព្រេងខ្មែររឿងមនុស្ស4នាក់កាលពីព្រេងនេះមានបុរសឆោត4នាក់ព្រមព្រៀងគ្នាដើររៀនក្តីលុះដើរបន្តិចទៅក៏ចាប់បានអណ្ដើក5បុរសទាំង4នាក់នោះក៏យកអណ្ដើកនោះមកចែកគ្នាដល់ចែកគ្នាទៅក៏ចែកទៅចែកមកក៏នៅសល់អណ្ដើកមួយមនុស្សទាំងអស់នោះមិនសុខចិត្តតែរឿងខ្លួនក៏ចែកគ្នាម្ដងទៀតតែចែកទៅចែកមកសល់អណ្ដើកមួយដដែលមិនដឹងជាគិតធ្វើមើលម្ដេចបុរសទាំង4នាក់នោះផ្ទាល់គំនិតក៏អង្គុយមើលមុខគ្នាធ្វើភ្នែកលេងឡង់នៅក្នុងវេលានោះក៏មានបុរសម្នាក់ទៀតក៏ដើរទៅកាន់ទីនោះក៏ប្រទះនឹងមនុស្សទាំង4នាក់នោះក៏ឈរមើលគេចែកអណ្ដើកគ្នាហើយបុរសម្នាក់នោះក៏ឃើញឆោតដូច្នោះក៏សើចហើយក៏និយាយនឹងបុរស4នាក់នោះមើលទៅអ្នកដូចជាមិនសូវជាស្របគ្នាសោះបុរសទាំង4នាក់គ្រាន់តែឮសម្ដីប៉ុណ្ណោះក៏និយាយថាអោលោកបើលោកចេះអាណិតមកចែកឲ្យយើងបន្តិចបុរសម្នាក់នោះក៏លើកដូច្នោះក៏ដើរចូលអង្គុយចិត្តក៏ចាប់អណ្ដើក5នោះមកហើយក៏រើសមើលអណ្ដើកណាដែលធំជាងគេយកមកត្រៀបក៏អង្គុយនៅសល់អណ្ដើក4ក៏ចែកទ្រព្យក៏ចែកឲ្យបុរស4នាក់នោះមួយម្នាក់បុរស4នាក់ក៏សុខចិត្តរៀងខ្លួនហើយក៏ទាំងអស់គ្នាក៏សួរគេនោះថាអ្នកមើលទៅដូចជាអ្នកប្រហែលជាចេះក្តីបុរសនោះក៏ឆ្លើយថាខ្ញុំចេះបុរសទាំង4នាក់ក៏តបទៅវិញថាអោបើអ្នកចេះក្តីសូមមេត្តាប្រាប់យើងផងបុរសម្នាក់នោះក៏ឆ្លើយថាបើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ត្រូវអ្នកទន្ទិញតាមខ្ញុំបុរសទាំង4នាក់ក៏ឆ្លើយថាបាទហើយបុរសនោះក៏ប្រាប់ឲ្យអ្នកទាំង4នាក់នោះឲ្យទន្ទិញរឿងខ្លួនគឺប្រាប់បុរសទី1ថាទំពក់ទៅភ្នៅវិជ្រុះបុរសទី2មានប្រឡាយទឹកវាហូបុរសទី3មានសម្រាមទៅឆ្កាយវាព្រោះបុរសទី4ថាមែនទៅគេថាបរិប4នាក់ក៏ទន្ទិញពាក្យដូចគ្នានេះចេះតែចាំគ្រប់គ្នាទៅហើយបរិប4នាក់នោះក៏នាំគ្នាទៅឆ្ងាយទៅក៏បានដល់ភូមិមួយនឹងរោគផ្ទះសម្បែងសំណាក់ក៏គ្មានលុះបន្តិចទៅក៏បានប្រទះនឹងយាយចាស់មេម៉ាយម្នាក់ក៏និយាយសុំផ្ទះយាយចាស់នោះសំណាក់គាត់ក៏ព្រមឲ្យហើយបុរសនោះក៏នាំគ្នាទាំង4នាក់សំណាក់នៅផ្ទះយាយចាស់នោះទៅយប់នោះអ្នកទាំង4ក៏នាំគ្នាទន្ទិញពាក្យក្តីដែលបុរសនោះក៏ប្រាប់ទន្ទិញមិនឈប់ឈរទាល់តែភ្លឺយាយចាស់ក៏ខឹងណាស់ព្រឹកឡើងគាត់ក៏ទៅប្តឹងមេស្រុកយប់មិញនោះមានបុរស4នាក់មកសុំផ្ទះខ្ញុំសំណាក់បុរសទាំង4នាក់នេះតែនិយាយបត់ទន្ទិញតលភ្លឺតែមិនដឹងជាពាក្យថាក៏ដូចម្ដេចស្ដាប់មិនបានសោះខ្ញុំខានដេកវល់ព្រឹករាល់ព្រឹកហេតុដូចនេះខ្ញុំមកប្តឹងលោកសូមឲ្យលោកហៅមនុស្សទាំង4នាក់នោះមកជំនុំជម្រះឲ្យខ្ញុំផង
មេស្រុកបានស្ដាប់ក៏ឲ្យបំរើទៅហៅបរិសទាំង4នាក់នោះមកហើយក៏សួរថាហើយដូចម្ដេចបានជាឯងទន្ទិញអ្វីទាល់តែភ្លឺរកតែយាយចាស់គាត់ដេកពួនមិនបានចុះដែលឯងទន្ទិញនោះតើទន្ទិញពាក្យអ្វីខ្លះបរិសទាំង4នាក់នោះក៏ឆ្លើយថាខ្ញុំទន្ទិញពាក្យក្តីមេស្រុកក៏បង្គាប់ទៅទៀតថាចូលឯងមករាល់គ្នាសូត្រពាក្យនោះម្ដងម្នាក់ទៅមើលអញនឹងស្ដាប់បរិសទី1ថាខ្ញុំទំពួកទៅភ្នៅវាជ្រុះបរិសទី2ថាមានប្រឡាយទឹកវាហូរបរិសទី3ថាមានសម្រាមទឹកឆ្កែវាព្រុសបរិសទី4ថាមែនទៅគេនិយាយថាលុះនឹងនិយាយនោះបានពី3ខែទៅយាយគាត់ក៏ប្រើបរិសទាំង4នាក់នោះឲ្យទៅកាប់ឈើធ្វើជាទូកអ្នកទាំង4នាក់ក៏នាំគ្នាចូលទៅដល់ព្រៃធំហើយក៏ដើររកឈើណាដែលមានប្រហោងទៅកាប់លុះចូលទៅដល់ក្នុងព្រៃជ្រៅក៏បានប្រទះឃើញឈើធំមួយដើមក៏មានប្រហោងបរិសទាំង4នាក់ក៏និយាយគ្នាថាយើងបានប្រទះឃើញប្រហោងហើយយើងត្រូវទៅនាំគ្នាកាប់ឈើនេះបរិសទាំង4នាក់មូលមាត់គ្នាក៏កាប់រលំឈើប្រហោងនោះលុះឈើចិត្តរលំបរិសទាំង4នាក់ក៏ស្រែកថាកូនយើងចិត្តរលំហើយអាណាម្នាក់រត់ទៅចាំត្រកុំឲ្យវាបែកឈើយើងក្រែងធ្វើទូកវាមិនកើតបរិសម្នាក់ក៏ស្ទុះទៅចាំត្រដល់ឈើនោះវាបាក់មកសង្កត់ស្លាប់ធ្វើមាត់ស្ញិញបរិសទាំង3នាក់ក៏ឃើញដូច្នោះក៏នាំគ្នាសើចថាយីអានេះខ្លាំងណាស់វើយឈើទំហំប៉ុណ្ណឹងកោតតែវាត្រូវបានហើយវាក៏សើចថែមទៀតបរិស3នាក់ក៏នាំគ្នាមើលបរិសម្នាក់ដែលស្លាប់ដល់យូរពេកក៏ស្រែកហៅថាយីមកឆាប់ឡើងនឹងអាលទៅឃ្លានបាយណាស់លុះឃើញនៅស្ងៀមក៏នាំគ្នាដើរចូលទៅមើលកាលដើរកាលដឹងថាបរិសនោះស្លាប់បរិស3នាក់ក៏ភ័យណាស់ក៏និយាយគ្នាថាយើងនៅមិនបានទេតែយើងខំនៅមុខជាគេប្តឹងថាយើងវាយស្លាប់អានេះបើដូច្នេះត្រូវយើងនាំគ្នារត់ថាហើយក៏ព្រមព្រៀងគ្នារត់ទៅដល់ពេលយប់វង្វេងផ្លូវមិនដឹងជារត់ទៅឯណាក៏ស្រាប់តែវិលទៅត្រង់កំពង់ផ្ទះយាយហើយក៏នាំគ្នាចូលទូកយាយនោះទៅត្រើយមកខាងបរិសទាំង3នាក់ក៏នាំគ្នាវាចុះទូកម្នាក់នៅខាងកន្សែងបែរជាក្បែរមុខទៅខាងកន្សែងម្នាក់នៅខាងក្បាលក៏បែរមុខទៅខាងក្បាលម្នាក់ទៀតក៏អង្គុយកណ្ដាលក៏បាចទឹកទូកតែមិនបានស្រាលខ្សែចំណងទូកនោះចេញចេះតែនាំគ្នាចេះតែនាំគ្នាមួយយប់តតភ្លឺនៅតែដដែលលុះភ្លឺស្រាងឡើងក៏យាយចាស់ក៏ចុះមកដងទឹកក៏ប្រទះឃើញបរិស3នាក់ហើយក៏ស្រែកថាយើអានេះរត់ទៅណាបរិស3នាក់ក៏ក្រឡេកឃើញយាយចាស់ជាចៅវាយខ្លួនក៏តល់ប្រាជ្ញា
mình đừng chỉ bao tàu ai na có tàu đòn bầm rào dây chả nụ vinh đọt đai thầu bảo khê prim anh ta bọt ở đường prim này bạc chấm bát có xung bên trong tại tình đi chấm bát xung ở cuốn prim để bàn tam đàn tu sna sinh đạp nó ta bọt ở đường prim này em muốn mình chọn nó ta bọt đường prim này xung prim cho chỉnh subscribe vào cái hôm năng sinh nhau đăng bà mình đặt mùi phóng làm bay nó tụt bán nữa ta bọt ở đường prim mày chia thọ tiệt chia bên trong nước khi mà xung cuốn xung chấm được đĩa